ករណីស្លាប់របស់អាយដាមបណ្ឌិតហែមប្រសើរភេទប្រុសអាយុ43ឆ្នាំមុខរបរទីប្រឹក្សារាជរដ្ឋាភិបាលហើយអាយដាមបណ្ឌិតក៏ជាប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលផងដែរនៅពីក្រោយការស្លាប់របស់អាយដាមបណ្ឌិតហែមប្រសើរមានប្រភពមួយទម្លាយថាករណីនេះបាត់ទ្រព្យសម្បត្តិមានតម្លៃទី1ខ្សែកមាស10តម្លឹងទី2ខ្សែកផ្លាទីន4តម្លឹងទី3ទូរស័ព្ទ2គ្រឿងទី4ចិញ្ចៀនពេជ្រ2វង់និងទី5លុយតែមិនដឹងចំនួនគណនីដែលបានបង្ហោះតាក់ទងទៅនឹងការបាត់ទ្រព្យសម្បត្តិរបស់អាយដាមបណ្ឌិតដោយផ្ទាល់គឺគណនីមួយមានឈ្មោះថាបណ្ឌិតហៀងកឹមស្រឿនអាយដាមបណ្ឌិតហៀងកឹមស្រឿនលោកក៏ជាទីប្រឹក្សារាជរដ្ឋាភិបាលផងដែរចាអញ្ចឹងការងាររបស់គាត់ទួនាទីរបស់គាត់ដូចជាមួយនឹងទួនាទីរបស់ជនរងគ្រោះអាចនិយាយបានថាគាត់ជាអ្នកស្គាល់គ្នារាប់អានគ្នាចាអាយដាមបណ្ឌិតហៀងកឹមស្រឿនបានភ្ជាប់រូបភាពមួយសន្លឹកចាដែលអាយដាមបណ្ឌិតហៀងកឹមស្រឿនបានថតផ្ទាល់ជាមួយនឹងជនរងគ្រោះចាគាត់បានសរសេរថាយើងនិយាយគ្នាថាយើងរួមគ្នាជួយជាតិរបស់យើងឲ្យបានច្រើនតែហេតុអ្វីអាយដាមបណ្ឌិតប្រធានទៅលឿនម្លេះអារម្មណ៍ពេលនេះពិតជាសោកស្ដាយអាយដាមបណ្ឌិតប្រធានខ្លាំងណាស់ចាហើយសំបីតែមកដល់ម៉ោងនេះឥឡូវនឹងហើយណាបងប្អូនចាល្ងាចហើយដែលខ្ញុំកំពុងតែអាប់ដេតព័ត៌មានជូនបងប្អូននេះគឺម៉ោង5ល្ងាចចាសូមបញ្ជាក់គឺម៉ោង5ល្ងាចថ្ងៃទី22ខែកញ្ញាឆ្នាំ2025ចានៅក្នុង account ផ្លូវការរបស់អាយដាមបណ្ឌិតហៀងកឹមស្រឿននៅតែរក្សាអ្វីដែលលោកបានសរសេរភ្ជាប់ជាមួយនឹងការ share ដដែលខ្លឹមសារនេះគឺសូមអានជូនម្ដងទៀតចាគាត់ថាករណីនៃការស្លាប់របស់អាយដាមបណ្ឌិតហែមប្រសើរនេះគឺមានការបាត់ទ្រព្យសម្បត្តិមានតម្លៃរបស់ជនរងគ្រោះផ្ទាល់មានដូចជាទី1ខ្សែកមាស10តម្លឹងទី2ខ្សែកផ្លាទីន4តម្លឹងទី3ទូរស័ព្ទ2គ្រឿងទី4ចិញ្ចៀនពេជ្រ2វង់និងទី5លុយមួយចំនួនប៉ុន្តែមិនដឹងថាចំនួនប្រមាណចាអញ្ចឹងសូមបញ្ជាក់ថាយោងតាមក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្ទាប់ពីសមត្ថកិច្ចនិងគ្រូពេទ្យចុះទៅត្រួតពិនិត្យនិងធ្វើកុសលវិច័យលើខ្លួនសាកសពក៏ដូចជាការត្រួតពិនិត្យកន្លែងកើតហេតុកិច្ចជំនាញសន្និដ្ឋានថាស្លាប់ដោយសារគាំងបេះដូងចាជនរងគ្រោះណាគាត់ស្លាប់ដោយសារគាំងបេះដូងអាចបណ្ដាលមកពីជំងឺបេះដូងជនរងគ្រោះបានបើករថយន្តវង្វេងផ្លូវរួចក៏ធ្លាក់ចូលដីស្រែលិចទឹកដោយសារជនរងគ្រោះមានជំងឺបេះដូងប្រចាំកាយទើបជំងឺធ្វើទុកបណ្ដាលឲ្យស្លាប់ចាខ្ញុំក៏បានឃើញខមមិនរបស់ប្រជាជនយើងច្រើនដែរគាត់ដូចថាហាក់បីដូចជាមិនអស់ចិត្តណាបងប្អូនចា